do ru kê tập phao khai ắt ao lôi kê điều kê tha kê nó mà sầm đáy con tua bắt cái không băng cái small phun chu một cái admin pay mà sầm đáy đấy niêng gì thế niêng ọc nhà online nè chẳng á niêng thời dul cái admin pay sầm đáy nhưng anh vậy nhưng khó hay bị chặt con tua bắt đăng anh còn tập prap hay ngày ní bong mau ní admin son dài chỉ mũi ôn đấy nè ba admin son dài chỉ mũi bong phò hô tê cứ bong mau ní cứ miên thải bị cá pi sắp rồi sẽ chun cứ chui pi pon đà la ba thải bị cá pi pon đà la mỏng á bôn á anh ấy mình lôi mau lôi sai đó nè lôi mình tên á bôn đằng rọp nhom sôm ao côn ti môi nè mà đai chấm tiêu chặt bong hôn chỉ nát ba toa bờ tiết lô chấm tiêu ọc ngang nó mình nặng pha mây ba và toa bờ tiết cứ lô chấm tiêu ba ọc ngang cay nà rí ba các bạn trụ bật tham ao côn lô ngang lâm liền chai nông lùng tiêu mai mẹ cả sôm ao côn đó ba lô ngang thi được xây sôm ao côn đó lục liên ở đắm nâng lục sấy mũi lên và cả sôm ao côn đó ba Enna ao côn đó nè minh sụp há nâng ao côn đó lốp đà mô nghe em phải bán đấy phải mua một bao đấy mà tay còn là tha đâm luôn từng tiếu con châu chất nhóm con bánh mà ao chứ chặt chanh thôi thế là chu nó ai pi pon là làm nó rồi rót chu đấy mà rồi pi rồi và bay rồi buôn rồi pram rồi muối rồi ba rồi bảy rồi bốn rồi mà con rồi con pi con bay con bút con pram mà con muối con pal con bảy con bút pi pon ca lẹ bong là thông thình đi bong xôm thua ca cờ rục hai cò xôm chun po po ná xôm ở chắp chia xa xa ấy đâm bay chui ban phiệp chụp chơi chun chiết mi tập phùng dương nào ná bà hay nhung ban cờ xôm ở con đọc ở một cáiរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចឌីជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលសម្ដេចឌីជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនវរៈកងទ័ពដែលរងរបួសជាពិសេសគឺឃើញថារាល់សកម្មភាពទាំងអស់សម្ដេចកតិប្រពន្ធប៊ុនរនីហ៊ុនសែននិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីតែងតែចោះសួរសុខទុក្ខតាមបណ្ដាមន្ទីរពេទ្យនានាថ្នាក់ដឹកនាំលោកយកចិត្តទុកដាក់ណាស់ដូច្នេះហើយបាទមិនគេការៈការៈរៀងធូរស្បើយគ្រាន់តែបងដោយសារតែយើងបានមកដល់ដៃពេទ្យទៅក៏ពេទ្យគាត់មានថ្នាំមានអីឲ្យយើងលេបចឹងបងបាទល្អខ្លាំងណាស់បងមួយរយៈមុនឃើញការផុសប្អូនកងការនេះហើយបងក៏មានអារម្មណ៍ថាក្តុកក្តួលនៅពេលដែលឃើញប្អូនតស៊ូសមរភូមិជាមួយគេហៅថាមិត្តទេមិត្តរួមអាវុធបានតស៊ូបានថវិកាសប្បុរសជនយកទៅចែកមិត្តរួមអាវុធបាទចំពោះបងវិញណាបងឃើញតសារទឹកចិត្តប្អូនបងណាបើសន្យាថាជួយកងទ័ពហើយគឺបងត្រូវទៅជួយកងទ័ពហ្មងទោះបីកងទ័ពហ្នឹងបានថវិកាច្រើនមិនក៏ដោយយើងបើសន្យាទៅជួយគេគឺជួយគេហ្មងអត់មានរឿងសន្យាថាអត់ជួយគេអត់ជួយអត់យកបង្វែរទៅផ្សេងអត់ទេបងបើសិនសន្យាទៅជួយគាត់គឺបងជួយខ្លួនឯងសិនបន្ទាប់មកបងយកថវិកាផ្សេងទៀតឬក៏គៀងកោជំនួយផ្សេងទៀតទៅជួយអ្នកផ្សេងទៀតមែនទេមែនយករូបអូនឯងទៅផុសឲ្យថាអត់ជួយអូនឯងបងអត់ទេបងអត់ដូចគេទេអានេះគេហៅតែនេះជាអ្វីដែលបងគាត់អត់ពេញចិត្តប៉ុន្តែបើសម្រាប់កងទ័ពនេះគ្នាបាទគ្នាអីទេគ្នាកងទ័ពគ្នាអីទេបាទរឿងទេគ្នាកងទ័ពគឺគ្នាអត់ដឹងរឿងទេពីព្រោះអីគ្នាគេឲ្យក៏យកមិនឲ្យក៏មិនអីដែរប៉ុន្តែចំពោះបងគាត់បងឯងអត់មានពាក់ព័ន្ធកងទ័ពទេបើអត់ជួយគេយករូបគេទៅផុសទៅអីអាហ្នឹងរឿងអញ្ចឹងអូនអត់អីទេរឿងបងអូនផ្សេងតែបងវាឈឺចិត្តជំនួសបងអូនអញ្ចឹងណាអូនអត់អីទេថ្ងៃនេះបានមកសួរសុខទុក្ខបានឃើញរឿងស្រស់ថ្លាជាងមុនថ្ងៃមុនដូចនេះណាថ្ងៃមុនដូចថាគាត់ទៅចេញពីសមរភូមិបាទហើយបងប្រុសម្នាក់ទៀតគាត់អញ្ជើញអត់បានមកណោះបាទអត់អីទេដោយសារតែបងអូនមកសម្រាប់ហើយបងប្រុសម្នាក់ទៀតគាត់មានសុខភាពរៀងធូរស្បើយជាងមុនណោះអត់អីទេអូនហ្នឹងហើយបងមានតែជូនពរបងអូនឆាប់ជាសះស្បើយបងណាសូមអរគុណបងទឹកចិត្តបងដែលបានមកសួរសុខទុក្ខបងអូនផ្ទាល់តិចទៀតបងមានថវិកានឹងធ្វើកិច្ចសម្ភារជាមួយអូនជាមួយសប្បុរសជនទៀតណាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទអឹមជីវ៉ារួមជាមួយបងអូនកងការគឺថាយើងបានធ្វើដំណើរមកដល់ខេត្តសៀមរាបណាបាទចេញដំណើរឡានពីយប់មកព្រលឹមឡើងមកដល់ខេត្តសៀមរាបតែម្ដងហើយក៏បានមកជួបជាមួយនឹងបងអូនប្រុសដែលជាវរៈកងទ័ពដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបបាទហើយក៏សូមជួបគាត់បន្តិចទៅដើម្បីជាការផ្ដល់ថវិកាជូនគាត់ពីសប្បុរសជននានាក៏ដូចថាឃើញបងអូនធ្លាប់បង្ហោះបានឡើងមកភ្នំពេញហើយដល់ពេលហើយក៏អត់បានដោយការសន្យាឥឡូវហ្នឹងបងប្អូនក៏ឃើញពេលបងបង្ហោះឃើញកងការបង្ហោះអញ្ចឹងទៅក៏បងប្អូនអាដាមលោកជំទាវលោកញ៉ាសប្បុរសជនគាត់ជួយអ្នកតិចមកគឺបានថវិកាគួរគូសំដែរហើយក៏ជូនទៅប្អូននិងបងម្នាក់ទៀតអញ្ចឹងបងជំរាបសួរណាអូនឈ្មោះអីដែរខ្ញុំបាទឈ្មោះហនហុកហេងអូនគឺជាអូនអាយុប៉ុន្មានហើយខ្ញុំបាទ
อายุ30 ปีឆ្នាំ បាទបងអូនគឺជាវរៈកងទ័ពនៅតាមព្រំដែនខាងខេត្តណាដែរ ខេត្តព្រះវិហារ ខេត្តព្រះវិហារបងឃើញរូបភាពបងអូន3តកងបងប្រុសដែលគាត់បងបាត់បងរុំផងហើយឃើញមានឈាមឃើញអីហើយបងមើលទៅជើងបងអូនហើយឃើញពេលហ្នឹងគឺយកមកពីណាអូន ពេលហ្នឹងគឺយើងបានចលះកាត់ចេញមកពីតាមលៀនឋានដែលយើងបានចល័តកាត់ចេញមកហើយតាមលៀនឋានហ្នឹងសិតតែភក់ទៅលូនផងក្រាផងដើម្បីថាចលះឲ្យបានផុតមកដើម្បីនឹងដប់គាត់សង្គ្រោះយកមកមន្ទីរពេទ្យ ធ្វើដំណើរប្រហែលម៉ោងដែរអូនបានចេញពីលៀនឋានមកបានមកដល់ និយាយថាក្នុងការចលះកាត់ហ្នឹងគឺកាត់នៅមានកម្លាំងអាចនឹងវាខ្លួនឯងបានហើយកាត់ដកមកមុនពួកខ្ញុំក៏នៅដើម្បីនឹងតតាំងនឹងជាមួយខ្មាំងប្រហែលជាចូលប្រហែលជាចិត្ត1ម៉ោងមួយទៀតហ្នឹងបានលក្ខណៈថាយើងទៅលេងរួយទៅក៏ចាប់ដើមដកបន្តិចមកក៏ជួបគាត់នៅខាងក្រោយក៏គាត់ថារឿងខ្សោយហើយក៏ចាប់ដើមស្ទុះទារោម៉ូតូរអីដើម្បីដប់គាត់ចុះមកទីពេទ្យនៅខាងក្រោមភ្នំ ពេលដែលគាត់ត្រូវរបួសហ្នឹងបងឃើញរបួសគាត់ត្រូវអីគេយើងក្នុងពេលនោះយើងវាអត់ដឹងថាប្រភេទគ្រាប់អីដែរព្រោះថាគ្រាប់ដែលខ្មាំងវាបាញ់មកនោះវាមានច្រើនប្រភេទដូចជាប្រភេទពុកកំភ្លើងយន្តប្រភេទកំភ្លើងរត់ក្រោះផងហើយគាត់ប្រហែលជាអាចនឹងជិះអំបែងបាទហើយមកការពារក៏ដាច់អស់ហើយបានដល់ថ្នាក់ប៉ះក្បាលបើមិនជាអត់មានមកការពារទេប្រហែលជាស្មាតោអាយុគាត់ប្រហែលជាអាចនឹងអស់បងប្រុសនោះគាត់ឈ្មោះមានឈ្មោះអីដែរហើយគាត់អាយុប្រហែលហើយណាបងប្រុសហ្នឹងបើតាមអាយុខ្ញុំអត់សូវដឹងច្បាស់ទេតែបើឈ្មោះគាត់ឈ្មោះសឹមសៀងបាទគាត់នៅកងពលជាមួយប្អូនតែម្ដងเนาะបាទគាត់នៅជាហូខ្សែត្រៀមជួបមុខជាមួយគ្នានៅពេលដែលឃើញមានការបង្ហោះរូបភាពប្អូនក៏តាមបណ្ដាញសង្គមជាច្រើនគឺបានឃើញអំពីសកម្មភាពជាពិសេសឃើញអូនកងការគាត់បង្ហោះជាវីដេអូអីចឹងទៅណាឃើញសកម្មភាពបែបនេះធ្វើឲ្យសប្បុរសជនជាច្រើនក៏ជួយប្អូនហើយក៏មានសប្បុរសជនខ្លះយករូបប្អូនទៅបង្ហោះយករូបបងកងទ័ពដែលរងរបួសទៅបង្ហោះហើយសន្យាថាឲ្យលុយក៏ស្រាប់តែឃើញគេជួយប្អូនខាងក្រុមប្អូនច្រើនស្រាប់តែគាត់លុបអានឹងចោលហើយគាត់បែរជាមិនឲ្យប្អូនវិញប្អូនឡើងមកដល់ពេញមិនឲ្យប្អូនវិញហើយដល់ឃើញពេលដែលបងបង្ហោះវិញក៏មានបងប្អូនអាយដាមលោកជំទាវលោកញ៉ាគាត់ឃើញអញ្ចឹងគាត់អាណិតប្អូនណាអូនណាហើយក្នុងការដែលការអាណិតនេះគាត់ជាឧបត្ថម្ភជាថវិកាមួយចំនួនផងដែរហើយថវិកានេះគឺសម្រាប់ប្អូននឹង2នាក់តែម្ដងដោយសារតែមូលហេតុអីបានគាត់អត់បានមកជាមួយប្អូនថ្ងៃនេះព្រោះថាគាត់ឡើងទៅសមរភូមិមកវិញដើម្បីត្រៀមចូលគោលដៅវិញទៅក៏គាត់អត់អាចនឹងចុះមកបានហ្នឹងយើងឡើងដល់និតសុខភាពបាទខ្ញុំកំពុងតែសម្រាប់ជាបាលនៅទីពេទ្យផងដែរអូនៅសៀមរាបនេះបាទអញ្ចឹងអត់អីអូនឲ្យតែយើងតំណាងទៅក៏បានដែរពីព្រោះអី2នាក់នឹងក្នុងរូបថតតែមួយនឹងយើងបានឲ្យបែងចែកគ្នាទៅហើយបងក៏ឃើញសកម្មភាពប្អូនពេលបានលុយឲ្យប្អូនទៅបែងចែកទៅកងទ័ពផ្សេងទៀតបងទៅសារក៏ដើរចែកបាទដើរចែកគេឡើងប្រហែលដូចចង់100នាក់នេះហើយមានអ្នកខ្លះបាទគាត់ឃើញគាត់បានលុយពីសប្បុរសជនគាត់យកទៅបែងចែកកងទ័ពផ្សេងទៀតថាអូនបងទៅសារហើយដូចអ្នកខ្លះលេងស្រាប់តាគេថាពួកអូនឯងលោភលន់អត់បានជួយគេផងថាគេលោភលន់ទៀតណាអ្នកខ្លះខ្ញុំនិយាយអុកញ៉ាខ្លះឬអ្នកខ្លះក៏អត់បានជួយគេផងថាគេលោភលន់ហើយបើសិនអាសូរយករូបគេទៅបោះហើយអត់បានជួយគេហើយថាគេលោភលន់ទៀតមើលងាយទឹកចិត្តកងទ័ពតានាងម្នាក់ហ្នឹងអញ្ចឹងខ្ញុំអត់ឲ្យអូនឯងពាក់ព័ន្ធជាមួយប៉ុន្តែបងនេះចង់វែកនេះក៏ដឹងរឿងខុសត្រូវថារឿងអីបាត់យករូបគេទៅផុសហើយអត់ឲ្យលុយគេហើយដល់គេឡើងមកដល់ភ្នំពេញហើយស្រាប់តែបានប្រាប់គេឡើងមកដល់ភ្នំពេញបានប្រាប់គេថាលុយនឹងចោលឲ្យទៅពេលក្រោយហើយយកគេបង្ហាញមិនត្រឹមតែយកគេបង្ហាញហើយយកឌីលគេថាគេនឹងមកសម្ដែងកងទ័ពគេខំបាញ់សមរភូមិជួរមុខគេអត់មានពេលមកសម្ដែងដូចនាងនិយាយទេនាងអុកញ៉ាអនឡាញនេះអញ្ចឹងនាងត្រូវយល់គេអត់មានពេលសម្ដែងនាងឯងនិយាយអញ្ចឹងខុសហើយប្រយ័ត្នកងទ័ពប៉ដឹងអញគ្រាន់តែប្រាប់ហើយថ្ងៃនេះបងមកនេះអត់មានសន្យាជាមួយប្អូនទេណាបាទអត់មានសន្យាជាមួយប្អូនជាមួយបងប្រុសនោះទេគឺបងមកនេះគឺមានថវិកាពីសប្បុរសជនបាទពីសប្បុរសជនមកនេះជួយប្អូនមិនច្រើនទេគឺជួយ$2,000បាទថវិកា$2,000ហ្មងណាបងណាអានេះមិនមែនលុយខ្មោចលុយសែនណាលុយមែនតែនណាបាទ$2,000នេះគឺជួយដល់ប្អូនបែងចែកធ្វើអីរឿងរបស់ប្អូនដឹងតែបកគលជូនពួកប្អូនទាំងពីរនាក់ណាធ្វើអីធ្វើទៅគឺប្អូនបានមកទទួលលុយឯនៅខេត្តសៀមរាបបងបានមកដល់ខេត្តសៀមរាបមើលអូនកងការអញ្ចឹងលុយនេះគឺ$2,000មិនមែនសន្យាទេអត់បានផុសថាជួយគេគឺអឹមច្បាស់កងការត្រូវអត់បងមានផុសថាជួយអត់អត់បានផុសថាជួយទេបានផុសទេបាទឥឡូវមកដល់ភ្លាមគឺបងគាត់តែបងផុសរូបប្អូនភ្លាម
បងថាបងបង្កើតមូលនិធិជួយកងទ័ពខ្លះដែលយើងជួយតាមលទ្ធភាពអូនណាយើងអាចជួយបានទាំងអស់ទេហើយថ្ងៃនេះបន្ទាប់ពីបកគលលុយ$2000ជូនដល់បងអូនហើយបងទៅសួរសុខទុក្ខកងទ័ព40-50នាក់ទៀតតាមមន្ទីរពេទ្យនានាដោយក្នុងម្នាក់អញ្ចឹងយើងជូនគាត់$50ទៅម្នាក់ទៀតជូន$100យើងមើលតាមរបួសធ្ងន់របួសស្រាលបាទយើងធ្វើម៉េចវាអឿងបានជួយទៅតាមលទ្ធភាពណាអូនដោយសារថាវិការលោកជំទាវអាយដាមគាត់ឲ្យមកបងហើយគាត់ថាអើយជីវ៉ាយបែងចែកទៅហើយបងទៅឃើញអូនអាណិតទៅសូពេកបងស្អប់អ្នកណាគេអាកុហកគេបងស្អប់អញ្ចឹងជូនអូនឲ្យច្រើនជាងគេទៅពីរនាក់2000ហ្មងទៅបាទនេះជាលុយសុទ្ធណាអូនណាពីអ្នកខំតបគ្នាគាត់ដល់មើលពីអ្នកខ្ញុំអូនឯងជាមួយបងរឿងផ្សេងចាំជូនផ្សេងហើយកងទ័ពគឺជូនគាត់$2000ដាច់ហ្មងអត់មានមកនេះអូនរាប់ហើយមិនមែនលុយនឹងលុយខ្មៅគឺមិនមែនថាសំដែងទេណាអូនណារាប់បញ្ជាក់បងប្អូនរាប់បញ្ជាក់ហ្មងណាលុយ$2000នេះគឺជាលុយបានពីសប្បុរសជនឥឡូវមុននឹងរាប់ខ្ញុំសូមអរគុណទី1អ្នកម្ដាយជំទាវចិត្តបុនហ៊ុនស៊ីណាតបាទអ្នកម្ដាយគាត់តែឃើញខ្ញុំផុងគាត់ជួយជីវ៉ាកូនចាត់ចែងយើងធ្វើជួយកងទ័ពណារងរបួសជួយអីចាត់ចែងបន្ទាប់ទៅទៀតលោកជំទាវអុកញ៉ានឹងបណ្ដាក់នឹងស្វាមីបាទបន្ទាប់មកទៀតគឺលោកជំទាវបាទអុកញ៉ាកៅនារីបាទក៏បានជួយឧបត្ថម្ភអរគុណដល់លោកញ៉ាលឹមលៀងឆាយនិងលោកជំទាវម៉ៅមករាសូមអរគុណដល់បាទលោកញ៉ាធីរដ្ឋសីសូមអរគុណដល់លោកលៀងអាដាមនិងលោកស្រីមួយលេងហើយក៏សូមអរគុណដល់បាទអេនណាអរគុណដល់អ្នកមីងសុផានិងអរគុណដល់លោកដាម៉ូគ្នាខ្ញុំប្រហែលនេះ6 7នេះប៉ុន្តែគាត់ថាអាដាមលោកជំទាវគាត់ចូលចិត្តខ្ញុំគាត់បាញ់មកឲ្យធ្វើចាត់ចែងធ្វើអីធ្វើឥឡូវជូនអូនឯង$2000ហ្មងឥឡូវរាប់ជូនណាជូនកងវរៈកងទ័ព$2000បាទ100 200បាទ300 400 500 600 700 800 900 1000 1100 1200 1300 1400 1500 1600 1700 1800 2000បាទលុយ$នេះ2000ណាកងការជួយសាក់សីនេះបាទនេះគឺជាថវិកា$2000បាទមានពាក្យពេចន៍អរគុណដល់អាដាមលោកជំទាវទាំងអស់បាទខ្ញុំបាទឈ្មោះហនអុហេងដែលតំណាងឲ្យលោកពូម្នាក់ទៀតដែលបានចុះមកទទួលអំណោយនេះអំពីរយៈបងប្រុសជីវ៉ាទៅតាមជំនួយមកដូចជាបងរៀបឈ្មោះពីដើមមកហើយខ្ញុំសូមជូនពរឲ្យលោកជំទាវម៉ែហ៊ុនស៊ីណាហើយនឹងលោកពូអាដាមនិងលោកជំទាវទាំងអស់ផ្សេងទៀតបាទដែលខ្ញុំមិនអាចស្គាល់ឈ្មោះដែរហើយខ្ញុំសូមជូនពរឲ្យលោកជំទាវនិងអាដាមទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនហើយនឹងជោគជ័យគ្រប់ភារកិច្ចគ្រប់អ្វីដែលបងប្រាថ្នាក៏សូមឲ្យបានជោគជ័យគ្រប់ពេលគ្រប់វេលាបាទសូមអរគុណបាទបងមិនអុកចាទេណាប៉ុន្តែបងមានលទ្ធភាពក្នុងការគាត់និយាយទៅគេជួយបាទអត់និយាយគេជួយបងអូនផងបាទចាំតិចទៀតចាំអូនគេនៅពេទ្យនិយាយលេងសាយគេណាអូនណាបាទនេះគឺជាបងអត់បានសន្យាទេបងបានជួយហើយអញ្ចឹងក៏បងសូមអរគុណដល់វរៈភាពដ៏អង់អាចក្លាហានរបស់បងអូនទាំងពីរបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិការពារបូរណភាពដែនដីការពារប្រជាជនយើងការលះបង់ដ៏ធំធេងនេះបងសូមធ្វើការគោរពហើយក៏សូមជូនពរបងអូនណាសូមឲ្យឆាប់ជាសះស្បើយទាំងពីរនាក់ហើយជាពិសេសនោះគឺសូមឲ្យបងអូនទទួលបានភាពជោគជ័យឈ្នះអស់ខ្មាំងសត្រូវដើម្បីជួយបានភាពជោគជ័យជូនជាតិមាតុភូមិយើងណាអូនណាបាទហើយខ្ញុំបាទក៏សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនវរៈកងទ័ពដែលរងរបួសជាពិសេសគឺឃើញថារាល់សកម្មភាពទាំងអស់សម្ដេចកតិប្របណ្ឌិតប៊ុនរនីហ៊ុនសែននិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីតែងតែចោះសួរសុខទុក្ខតាមបណ្ដាមន្ទីរពេទ្យនានាថ្នាក់ដឹកនាំលោកយកចិត្តទុកដាក់ណាស់ដូច្នេះហើយយើងក្នុងនាមបងជាអ្នកជួក្រោយនេះក៏បងមានចិត្តរំភើបសប្បាយរីករាយរួមចំណែកថវិកាខ្លះជាមួយសប្បុរសជននិងខ្ញុំបាទដើម្បីរួមចំណែកជួយដល់វរៈកងទ័ពយើងរួមចំណែកជាមួយរាជរដ្ឋាភិបាលដូច្នេះអរគុណដល់ប្រមុខរាជរដ្ឋាភិបាលសូមជូនពរសម្ដេចបវរធិបតីហ៊ុនម៉ាណែតសូមជូនពរសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អអាយុវែងជាពិសេសជាមនុស្សកូនចៅហើយជូនពរវរៈកងទ័ពយើងទាំងអស់ឲ្យជោគជ័យទាំងអស់គ្នាអរគុណណាជំរាបលាអូនអរគុណបាទអរគុណបាទ